នៅក្នុងវីដេអូនេះគឺយើងសិក្សាអំពី domain name ដើម្បីបង្ហោះគេហទំព័រមួយឲ្យគេឃើញជុំវិញពិភពលោករបស់ពីរដែលយើងត្រូវការមុនដំបូងគេហើយអត់វាមិនបានមួយគឺ domain name នេះឯងហើយមួយទៀតគឺ web hosting នៅក្នុងវីដេអូនេះយើងសិក្សាតែ domain name តែប៉ុណ្ណោះអត់មានអីពិបាកយល់ទេ domain name នេះយើងអាចនិយាយឲ្យងាយយល់បានថាជាឈ្មោះនៃគេហទំព័រឧទាហរណ៍ថា google.com facebook.com code.academy ទាំងអស់នោះគឺសិតតែជាឈ្មោះនៃគេហទំព័រហើយទាំងអស់ហ្នឹងគេហៅវាថាជា domain name ឧទាហរណ៍ថាអ្នកទាំងអស់គ្នាចូលទៅកាន់គេហទំព័រណាមួយឧទាហរណ៍ថា code.academy អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលអ្នកទាំងអស់គ្នានឹងឃើញកន្លែង URL ហ្នឹងបដូរទៅជាមាន http មាន www មាន code មាន .academy ហើយជួនកាលគេហទំព័រខ្លះអាចមានរហូតដល់ទៅ .kh ឬក៏ដតអ្វីមួយថែមទៀតផងតើទាំងអស់ហ្នឹងគឺជាស្អីឥឡូវយើងសិក្សាវាមួយកង់សិនដំបូងយើងមើលអំពី HTTP នេះ HTTP នេះពាក្យពេចន៍របស់វាគឺ Hypertext Transfer Protocol យើងមើលទៅលើពាក្យ Transfer Protocol នេះ Transfer Protocol ហ្នឹងនិយាយស្រួលស្ដាប់ទៅវាជាប្រព័ន្ធដែលមានតួនាទីសម្រាប់បញ្ជូនព័ត៌មានពីអ្នកបម្រើការមកកាន់អ្នកប្រើប្រាស់យើងនិយាយអញ្ចឹងគឺងាយយល់ទេហើយតាក់ទងទៅនឹង Transfer Protocol ហ្នឹងមិនមែនមានតែ HTTP នេះទេវាអាចមាន FTP F ហ្នឹងពាក្យពេចន៍របស់វាគឺ file មានន័យថាឯកសារអានេះគឺជាប្រភេទ Transfer Protocol ដែលសម្រាប់បញ្ជូនឯកសារពីអ្នកបម្រើការមកអ្នកប្រើប្រាស់រីឯ HTTP ដែលយើងកំពុងតែសិក្សានេះគឺប្រព័ន្ធបញ្ជូនព័ត៌មានពីអ្នកបម្រើការមកអ្នកប្រើប្រាស់ដូចគ្នាដែរតែលើកនេះវាអត់បញ្ជូន file ទេវាបញ្ជូន AT នេះគឺ Hypertext មានន័យថាអត្ថបទដែលវាមានដំណរភ្ជាប់ HTTP នេះបញ្ជូនមកមានទម្រង់ដែលយើងហៅជាសាមញ្ញគឺគេហទំព័រហ្នឹងឯងអាហ្នឹងគឺតាក់ទងទៅនឹង HTTP ឥឡូវយើងមើលមកផ្នែក www.code.academy នេះវិញគេហទំព័រខ្លះអាចមាន .kh ឬក៏ អ្វីផ្សេងដែលតំណាងឲ្យប្រទេសរបស់គេប៉ុន្តែសម្រាប់គេហទំព័រ code.academy មិនទាន់មានអាហ្នឹងទេហើយឥឡូវឧទាហរណ៍ថាវាមានសិនចុះ .kh អា .kh នេះដំបូងគេហ្នឹងគឺវាតំណាងឲ្យប្រទេសនីមួយៗឧទាហរណ៍ថាខ្មែរ .kh អញ្ចឹងទៅបើប្រទេសផ្សេងទៀតគេប្រើទៅតាមអក្សរកាត់របស់គេអញ្ចឹងទៅឥឡូវយើងមើលផ្នែកអា .academy នេះវិញជាទូទៅអ្នកទាំងគ្នាតែឃើញតែជាដូចថា .com ឬក៏ .org .net .info អីទាំងអស់នោះទេសម្រាប់ .academy នេះប្រហែលជាអ្នកទាំងគ្នាមិនសូវដែលឃើញទេនិយាយឲ្យចំទៅវាតែមួយទេយើងហៅអាកន្លែងហ្នឹងថាជាអក្សរកាត់គឺ TLD ពាក្យពេចន៍របស់វាគឺ top level domain យើងឃើញពាក្យថា domain នេះយើងប្រកាសជាគិតថាវាជាផ្នែកមួយនៃឈ្មោះគេហទំព័រហើយប្រកាសណាស់វាជាផ្នែកមួយនៃឈ្មោះគេហទំព័រដែរគាត់ថាវាជាលក្ខណៈ top level មានថាកម្រិតខ្ពស់ជាងវាមិនមែនត្រឹមតែជាឈ្មោះទេវាបង្ហាញពីលក្ខណៈនៃគេហទំព័រនឹងទៀតថាគេហទំព័រនឹងគឺជាអ្វីឥឡូវបើចង់ដឹងច្បាស់ខ្ញុំចូលទៅកាន់ Google ហើយស្វែងរកពាក្យថា top level domain ហើយខ្ញុំចូលទៅកាន់ list of internet top level domains ដែលជាទំព័រនៃ Wikipedia ហើយខ្ញុំមើលមកក្រោមនេះអ្នកទាំងអស់គ្នាឃើញហើយនេះ .com ពាក្យពេចន៍របស់វាគឺ commercial មានន័យថាពាណិជ្ជកម្មដូច្នេះគេហទំព័រណាដែលមានឈ្មោះស្អីមួយហើយមាន top level domain commercial មានន័យថាគេហទំព័រនោះគឺសម្រាប់ផ្សាយពាណិជ្ជកម្មអ្វីមួយផលិតផលអ្វីមួយរបស់ពួកគេយ៉ាងទៅរីឯសម្រាប់ .org ពាក្យពេចន៍របស់វាគឺ organization មានន័យថាជាអង្គការមានន័យគេហទំព័រហ្នឹងនិយាយពីអង្គការអីមួយយ៉ាងទៅបើ net ពាក្យពេចន៍របស់វា network មានន័យថានិយាយពីបណ្ដាញ .in ពាក្យពេចន៍របស់វា international organization មានន័យថាជាអង្គការអន្តរជាតិ .edu education មានអប់រំ .gov ពាក្យពេចន៍របស់វាគឺ government មានន័យថារដ្ឋាភិបាលហើយ mil មានន័យថាយោធាហើយវាមិនមែនមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអាចរំកិលរហូតដល់កន្លែង top level domain ទាំងអស់នេះគឺត្រង់ចំណុចនេះវាមានច្រើនមែនទែននេះមុនគេគឺ .academy នឹងឯងនិយាយពីស្អីគេវិទ្យាស្ថានសិក្សាមួយយ៉ាងទៅវាមានច្រើនមាន .accountant មាន .adult aero agency គឺមានច្រើនមែនទែនបង្ហាញអំពីប្រភេទនៃគេហទំព័រនោះហើយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ចុះហេតុអីបានជាគេហទំព័រច្រើនមែនទែនសិតតែប្រើ .com ទោះបីជាគេហទំព័រនោះជាប្រភេទអប់រំឬក៏ជាប្រភេទអ្វីផ្សេងក៏ដោយក៏គេប្រើ .com ដែរហេតុអីយើងអាចថាមកពី .com ហ្នឹងវាកើតមុនគេហើយគេប្រើច្រើនយូរទៅអ្នកចំនួនក្រោយមិនសូវដែលគិតអំពីអា top level domain ដែលចេញថ្មីទេតែមើលឃើញតែគេ .com ក៏ចេះតែខំតាមគេទៅប៉ុន្តែវាមានច្រើនណាស់សម្រាប់ឲ្យយើងប្រើប្រាស់ដូច្នេះអ្នកទាំងអស់គ្នាអាចគិតបានអំពីទាំងអស់ហ្នឹងដោយអ្នកទាំងអស់គ្នាឃើញគេហទំព័រ code.academy ទោះបីជាអ្នកទាំងអស់គ្នាមិនដឹងថាគេហទំព័រហ្នឹងនិយាយពីអីក៏ឃើញពាក្យថា academy ហ្នឹងក៏ដឹងថាគេហទំព័រហ្នឹងជាផ្នែកមួយនៃវិស័យអប់រំដែរឥឡូវយើងមើលរំកិលទៅខាងលើដែលខ្ញុំប្រឡងមិញអាហ្នឹងគឺជាអក្សរកាន់នៃប្រទេសឧទាហរណ៍ថា KH តំណាងឲ្យប្រទេសខ្មែរយើងដែលអ្នកទាំងអស់គ្នាអាចឃើញនៅកន្លែងនេះ KH Cambodia បើសិនជាប្រទេសផ្សេងពីហ្នឹងទៀតគឺគេប្រើអក្សរកាត់ទៅតាមហ្នឹងទៀតទៅឧទាហរណ៍ថាដូចជាប្រទេសសិង្ហបុរីគេប្រើ SG ប្រទេសស្អីផ្សេងពីហ្នឹងគេប្រើទៅតាមអក្សរហ្នឹងទាំងអស់អញ្ចឹងទៅឥឡូវយើងបានដឹងហើយអំពីតាក់ទងទៅនឹងកូដប្រទេសតាក់ទងទៅនឹង TLD top level domain ឥឡូវយើងចូលទៅកាន់កន្លែងផ្នែកនៃ code នេះ code ហ្នឹងគឺជា domain តែម្ដងគឺជាឈ្មោះតែម្ដងហើយអត់មានអីពិបាកយល់ទេ
អានេះជាឈ្មោះយើងស្រឡាញ់ឈ្មោះអីយើងរកមើលទៅថាឈ្មោះហ្នឹងមានគេប្រើហើយនៅបើសិនជាគេអត់ទាន់មានប្រើទេយើងអាចប្រើបានហើយឧទាហរណ៍ថាជួនកាលដូចគេហៅទៅ code ឥឡូវនេះខ្ញុំបានទិញរួចហើយ Code Academy បើអ្នកទាំងអស់គ្នាស្រឡាញ់ឈ្មោះ code អ្នកទាំងអស់គ្នាអាចទិញ code នឹងដែរទៅក៏តែ code ស្អីផ្សេងដូចជា code.center គឺអាចបានទោះបីជាឈ្មោះដូចគ្នាក៏ដោយក៏តែ top level domain ខុសគ្នាគឺវាខុសគ្នាហើយបានន័យថាបើអ្នកទាំងអស់គ្នាចង់បាន code.center ឬក៏ code ស្អីផ្សេងក៏ដោយផ្សេងពី code.academy គឺអ្នកទាំងអស់គ្នាអាចទិញបានហើយបន្តិចទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបទិញ domain name ហ្នឹងឥឡូវយើងមើលមកកំណាត់មកមុខទៀតគឺ www នេះ www 3ដងហ្នឹងពាក្យពេចន៍របស់វាគឺ world wide web world wide web ហ្នឹងបើសិនជាបកប្រែមកគឺអញ្ញាញ៉ៃណា web នេះគឺជាសំណាញ់ wide នេះមានន័យថាធំទូលំទូលាយរីឯ world នេះគឺពិភពលោកមានន័យថាសំណាញ់ដែលវាធំទូលំទូលាយលាតពេញពិភពលោកបកទៅពិបាកយល់ណាយើងគ្រាន់តែដឹងថាកាលណាកន្លែងនឹង www មានន័យថាឈ្មោះមួយហ្នឹងគឺជាទីតាំងដើមនៃគេហទំព័រអ្នកទាំងអស់គ្នាមើលគេហទំព័រមួយចំនួនអ្នកទាំងអស់គ្នានឹងឃើញកន្លែងហ្នឹងផ្សេងពី www ឧទាហរណ៍ថាដូចជា blog.code.academy អាមួយនេះគឺអត់ប្រើ www ទេតាហ្នឹងជាស្អីអាកន្លែងហ្នឹងបើមិនមែនជា www យើងអាចហៅវាបានថាជា subdomain មានន័យថាវាជាផ្នែកមួយនៃ domain របស់យើងដែរក៏ប៉ុន្តែវាបង្ហាញអំពីអ្វីមួយហ្នឹងទៅឧទាហរណ៍ថាកន្លែងនេះ blog មានន័យថាបង្ហាញអំពី blog នៃ Code Academy ឬក៏អាចផ្សេងពីនឹងបានទៀតស្រេចទៅលើអ្នកដែលបង្កើតគេចង់បង្កើតល្មិចមានទម្រង់នៃគេហទំព័រគេល្មិចគេអាចដាក់ឈ្មោះអីទៅតាមនឹងបានដូច្នេះយើងឃើញមានកូដប្រទេសយើងឃើញមាន TLD Top Level Domain យើងឃើញមាន domain name យើងឃើញមាន subdomain ហើយខាងនេះគឺ transfer protocol តើវាមានតែប៉ុណ្្នឹងទេគឺវាមានទៀតឧទាហរណ៍ថាដូចនៅក្នុងករណី Wikipedia នេះចុះយើងឃើញថាមាន HTTP មាន S ទៀតតើ S ហ្នឹងគឺជាអ្វី S ហ្នឹងពាក្យពេចន៍របស់វា secure មានន័យថាសុវត្ថិភាពគឺជាប្រភេទ transfer protocol ដែលវាមានសុវត្ថិភាពមានន័យថាគេហទំព័ររបស់គេហ្នឹងទិញអាជ្ញាប័ណ្ណដែលការពារសុវត្ថិភាពទៅឲ្យគេហទំព័ររបស់គេឧទាហរណ៍ថាអាជ្ញាប័ណ្ណដូចជាប្រភេទ SSL ឬក៏ TLS បើអ្នកទាំងអស់គ្នាមិនច្បាស់ទេក៏អត់ជាបញ្ហាដែរត្រង់ចំណុចហ្នឹងអ្នកទាំងអស់គ្នាអាចសិក្សានៅវីដេអូក្រោយៗទៀតហើយយើងមើលឃើញថាមាន subdomain មាន domain name វាមាន top level domain ជាទូទៅហើយឃើញមានអាក្រោយនេះទៀតតើវាជាស្អីអាត្រង់ចំណុចនេះគេហៅវាថាជា directory ដូចជាយើងបើកកុំព្យូទ័រមួយអញ្ចឹងឧទាហរណ៍ថាយើងចូល My Computer ហើយចូលទៅក្នុង drive D ហើយចូលទៅក្នុង folder ABC ហើយក្នុង folder ABC ហ្នឹងយើងចូលក្នុង folder DEF អីយ៉ាងទៀតហ្នឹងអា ABC អា DEF ហ្នឹងគឺជា directory គឺជាទិសដៅយើងមើលទៅកាន់វិធីទិញ domain name នឹងវិញតើយើងអាចទិញតាមវិធីណាគឺងាយទេពីព្រោះ domain name វាអត់អីមានច្រើនទេវាគ្រាន់តែជាឈ្មោះវាមានគេហទំព័រជាច្រើនដែលអ្នកទាំងគ្នាអាចទិញបានមាន GoDaddy មាន Whois វាមាន Namecheap វាមាន Name វាមាន Register មាន domains.google វាមានច្រើនមែនទេដែលអ្នកទាំងគ្នាអាចទិញឈ្មោះគេហទំព័រនឹងបានក៏ប៉ុន្តែឧទាហរណ៍ថាខ្ញុំទិញ domain name មួយដែលមាន top level.academy មិនមែនទាំងអស់ហ្នឹងយើងអាចទិញប្រភេទ .academy បានទេអាខ្លះវាមានតែសំខាន់ដូចជា .com .info .net អីចឹងទៅវាមានតែអាណាដែលវាថ្មីជាងការវាអាចអត់មានដែរឥឡូវខ្ញុំចូលទៅកាន់គេហទំព័រមួយដែលឲ្យអ្នកទាំងអស់គ្នាឃើញតែម្ដងគឺគេហទំព័រ godaddy.com អ្នកទាំងអស់គ្នាពេលទិញមិនចាំបាច់ទិញតាមគេហទំព័រដែលខ្ញុំបង្ហាញនេះក៏បានដែរស្វែងរកអ្វីផ្សេងទៅតាម Google ខ្លួនឯងក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំស្វែងរក domain name ដាក់ថា code.academy យើងមើលថាតើវាមានដែរឬអត់គឺឃើញថាគេដាក់ថា code.academy ត្រូវបានទិញហើយដូច្នេះយើងអាចទិញអា code.academy នឹងបានទេយើងអាចទិញអាផ្សេងបានឧទាហរណ៍ថា code online code.info code. ស្អីដែលអ្នកទាំងគ្នាបានឃើញហ្នឹងគឺយើងអាចទិញបានហើយតម្លៃរបស់វាដូចអ្នកទាំងគ្នាបានឃើញអញ្ចឹងអាតម្លៃដែលគូសចោលនេះគឺតម្លៃដើមមានន័យថាអាចជាវាបញ្ចុះតម្លៃនៅក្នុងថ្ងៃដែលខ្ញុំបើកគេហទំព័រហ្នឹងឥឡូវហ្នឹងក៏ប៉ុន្តែឧទាហរណ៍ថាអ្នកទាំងគ្នាទិញអាហ្នឹងមួយឆ្នាំឬក៏2ឆ្នាំអស់ហើយនៅពេលដែលវាចាប់ផ្ដើមគិតលុយថ្មីគឺវាអត់គិតអត់ចុះតម្លៃទៀតទេវាគិតតម្លៃដើមហ្នឹងហើយសួរថាតើវាមានតែប៉ុណ្្នឹងទេគឺវាមានច្រើនជាងហ្នឹងទៀតអានេះវាដាក់តាណាដែលពេញនិយមទេឥឡូវយើងសាកមើលប្រើប្រាស់គេហទំព័រផ្សេងមួយទៀតគឺ Whois ហ្នឹងចុះហើយឥឡូវស្វែងរក domain name code.academy ដូចគ្នាជាមើលថាវាចេញឬអត់គឺឃើញថា code.academy នេះខ្ញុំបានទិញរួចហើយដូច្នេះអ្នកទាំងគ្នាអាចទិញបានទៀតទេក៏តែអ្នកទាំងគ្នាអាចទិញផ្សេងពីនឹងបានដូចជា code.info code.space code.xyz ហើយវាមានផ្សេងប្លែកពីនឹងទៀតឥឡូវឧទាហរណ៍ថាខ្ញុំឆ្លាញ់ code.info នេះចុះអញ្ចឹងខ្ញុំចុចពាក្យ select ចឹងទៅចូលកន្លែងគិតលុយហើយធម្មតាទេក្នុងការទិញអ្វីមួយតាមប្រព័ន្ធអ៊ីនធឺណិតវាតែងតែទាមទារឲ្យយើងបង្កើត account មួយនៅក្នុងគេហទំព័ររបស់គេពីព្រោះយើងដឹងហើយយើងទិញ domain name មួយយើងមិនទិញឲ្យយកទុកចោលទេយើងបង្កើតត្រូវការកែសម្រួលណានៃដើម្បីតាក់ទងជាមួយ web hosting ហើយ domain name ហ្នឹងកាលណាទិញហើយយើងអាចកែបានទេបើសិនជាយើងចង់ផ្លាស់ប្ដូរឧទាហរណ៍ថា code យើងចុះយើងចង់លុប e ចេញមានន័យថាយើងត្រូវទិញថ្មីអាចកែបានទេហើយនៅពេលដែលអ្នកទាំងគ្នាបង្កើត account នៅក្នុងគេហទំព័ររបស់គេហើយវាអត់មានអីទៀតទេគឺអ្នកទាំងគ្នាគ្រាន់តែបង់លុយទៅតាមវិធីសាស្ត្រដែលអាចប្រើបាន
បាននៅលើគេហទំព័ររបស់គេពេលដែលបងហើយ code.info នោះគឺជារបស់អ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់ឬចំណុចណាមួយអ្នកទាំងអស់គ្នាអាចផ្ញើសារមកកាន់យើងខ្ញុំបានដោយអ្នកទាំងអស់គ្នាអាចចូលទៅកាន់ www.code.academy ហើយចូលទៅដល់កន្លែងតំណែងមកកាន់ code នៅត្រង់ហ្នឹងអ្នកទាំងអស់គ្នានឹងឃើញ YouTube Facebook Google និង Twitter អ្នកទាំងអស់គ្នាស្រឡាញ់មួយណាប្រើមួយហ្នឹងដើម្បីតាក់ទងមកកាន់ពួកយើងមកបន្ទាប់ពីមើលវីដេអូនេះហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ទិញ web domain មួយសម្រាប់ផ្ទាល់ខ្លួនឬក៏សម្រាប់ក្រុមហ៊ុនរបស់អ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងអស់គ្នាកុំទាន់ទិញអីល្អជាងពីព្រោះខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាមើលវីដេអូនិយាយអំពី web hosting សិនពីព្រោះនៅពេលដែលអ្នកទាំងអស់គ្នាទិញ web hosting នៅក្នុងគេហទំព័រខ្លះវាអាចផ្ដល់ជូនឲ្យអ្នកទាំងអស់គ្នានៅ domain name មួយដោយឥតគិតថ្លៃដូច្នេះអ្នកទាំងអស់គ្នាចំណេញលុយក្នុងការទិញ domain name ប៉ុន្តែវាមិនមែនឲ្យប្រើមួយជីវិតទេវាផ្ដល់ជូនឲ្យគិតថ្លៃឲ្យអ្នកទាំងអស់គ្នាត្រឹមតែ1ឆ្នាំឬក៏2ឆ្នាំទេតែយ៉ាងណាក៏ដោយគឺយើងបានប្រើ domain name 1ឆ្នាំ2ឆ្នាំអត់អស់លុយដែរអញ្ចឹងហើយខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យមើលវីដេអូដែលនិយាយអំពី web hosting របស់ Code បានដែលអ្នកទាំងអស់គ្នាអាចចូលទៅកាន់ youtube.com/codeacademy ហើយចូលទៅកាន់បញ្ជីអំពីគេហទំព័រហើយមើលទៅកាន់វីដេអូ web hosting ហើយយើងឃើញថាវីដេអូនេះដូចជានិយាយច្រើនដែរហើយក៏ដូចជាគ្មានអីទៀតដែរខ្ញុំសង្ឃឹមថាវីដេអូនេះអាចជាចំណេះដឹងដល់អ្នកទាំងអស់គ្នាអំពីពាក្យថា domain name អរគុណជំរាបលា